តើយើងគួរត្រៀមអ្វីខ្លះពេលដែលយើងនៅត្រូវច្បាប់ដើម្បីទៅធ្វើការបន្តផ្លាកលេខដោយសារយើងចិត្តផុតអាណត្តិអ្វីដែលយើងគួរត្រៀមនោះមានពីរទី1លេខទូរស័ព្ទទី2កាតធនាគារអានឹងសំខាន់ជាងគេពីរហ្នឹងហើយរយៈពេលដែលយើងត្រូវត្រៀមនោះគឺយ៉ាងតូចបំផុតក៏2ខែទៅ5ខែមុនដំបូងយើងត្រូវដូរលេខទូរស័ព្ទមុនសិនលេខទូរស័ព្ទនឹងស្រាប់ហើយពេលយើងត្រូវច្បាប់គឺលេខទូរស័ព្ទដែលយើងប្រើ ID card ណានៅពេលដែល ID card យើងផុតគឺលេខទូរស័ព្ទនឹងក៏គេផ្ដាច់ដូចគ្នាអញ្ចឹងយើងត្រូវទៅធ្វើលេខថ្មីមួយសិនដើម្បីអាលេខដែលគេយកតែ passport ហើយអាកុំស្ដាយលុយអីទៅយកអាមានអ៊ីនធឺណិត36300ក្នុងការប្រើអ៊ីនធឺណិតទៅស្រួលហើយទី1ចូលទី2យើងត្រូវកាតធនាគារដឹងស្រាប់ឯកាតធនាគារនៅពេលដែលអ្នកត្រូវច្បាប់គឺវាមានសុពលភាពចិត្តផុតហើយពេលដែលយើងផុតអាណត្តិហើយអញ្ចឹងបើនៅសល់ត្រឹមយ៉ាងតូចមួយឆ្នាំអីគួរតែមួយឆ្នាំឬក៏5ខែអញ្ចឹងយើងមិនបាច់ចាំប្រើវាអាចប្រើយូរពេកវាអាចបង្កឲ្យឆេះស៊ីមឆេះអីហ្នឹងគឺដកលុយអត់បានទេពេលអញ្ចឹងយើងបោះកាតនឹងចោលទៅហើយទៅជាការប្រាប់ធនាគារថាកាតយើងបាត់ហើយយើងទៅធ្វើថ្មីទៅគឺសុពលភាពវាបានវែងគួរសមដែរ3ទៅ4ឆ្នាំអញ្ចឹងហើយដឹងស្រាប់កាតធនាគារគឺគេតតសុពលភាពចាប់ពី2ខែឡើងទៅមិនគេធ្វើថ្មីឲ្យបើថាសល់1ខែគេអត់ធ្វើឲ្យអញ្ចឹងមិនខ្ញុំប្រាប់ថាយ៉ាងតូចបំផុត2ខែទៅ5ខែហើយពេលយើងទៅធនាគារហ្នឹងកុំភ្លេចយកទូរស័ព្ទយើងឲ្យគេដំឡើង banking ធនាគារផងវាធ្វើឲ្យយើងងាយស្រួលហើយចំណេញពេលវេលាចំណេញទាំងលុយកាក់ទៀតហើយធនាគារយើងហ្នឹងគួរតែភ្ជាប់លេខទូរស័ព្ទដែលយើងទិញ passport ហ្នឹងជាមួយនឹងធនាគារអាលេខយើងហ្នឹងយើងភ្ជាប់ដើម្បីទទួល message ដើម្បី message ចេញចូលមើលថាប្រាក់ខែយើងចូលមិនចូលហើយយើងប្រើកុងហ្នឹងនៅពេលដែលយើងអត់យើងខុសច្បាប់ក៏យើងត្រូវប្រើកុងហ្នឹងដែរអញ្ចឹងកុងធនាគារអត់បញ្ហាអីទេហើយកុំភ្លេចពេលដែលយើងខុសច្បាប់អញ្ចឹងគឺយើងកុំទៅពេលដែលគេឲ្យវាលុយអីគេឬក៏គេខ្ចីគេអីកុំវាផ្ដាស់ព្រោះអាចនឹងប៉ះអក្រិតជនឬក៏ពីណាដែលគេគ្រឿងញៀនដូចពួកថៃពួកអីហ្នឹងវាអាចមានបញ្ហាព្រោះតែខុសច្បាប់គឺគេតាមចាប់ហើយទោះបីយើងអត់មានពាក់ព័ន្ធអីដោយហើយដែលខ្ញុំថាឲ្យតម្លើង banking ហ្នឹងដោយសារតែ banking ធនាគារពេលដែលយើងផ្ញើទៅធនាគារក្នុងស្រុកទៅគឺវាអត់កាត់នោះសេវាអត់ដូចកម្មវិធី e9pay ហាន់ប៉ះឬ GME អីតែពេលវាយើងផ្ញើទៅមកក្នុងទូរស័ព្ទក៏វាកាត់សេវាម្ដង1000ហើយវាពិបាកឆែកមើលលុយទៀតអញ្ចឹងវាយើងមាន banking ក្នុងទូរស័ព្ទយើងងាយស្រួលជាងអ្វីដែលយើងត្រៀមធំគឺតែប៉ុណ្្នឹងឯងបន្ទាប់មកគឺយើងចាំយកការងារចាំឱកាសការងារមកដល់ហើយការងារយើងគិតលួនយើងមុនថាតើយើងការងារយើងត្រូវការប្រាក់ខែយ៉ាងតូចបំផុតប្រមាណឧទាហរណ៍ថាយើងចង់បានតូចបំផុត3លានហើយយើងចង់ធ្វើអីរោងចក្រខាងសំណង់ឬក៏ខាងណាសម្រាប់ចិត្តឲ្យអស់ចាំមើល Facebook ឬ TikTok ពេលដែលគេផុសត្រូវគឺយើងសួរគេឲ្យចូលហ្មងចូលមិនបាច់ចាំពេលចេញមិនបាច់ចាំប្រាប់តកែទេចេញទៅធ្វើហ្មងទៅហើយធំឬក៏យើងចាំបើកប្រាក់ខែហើយឬក៏បើកប្រាក់ខែហើយយើងធ្វើបាន4-5ថ្ងៃអីមិនបាច់ចាំទាបប្រាក់ខែពីតកែតទេចំណាយលុយប៉ុណ្ណឹងទៅប្រយទៅនោះហ្មងទៅមិនបាច់ចាំទៅខ្វល់អីព្រោះអីអ្នកអត់ផ្លាកលេខនៅពេលដែលគេធ្វើការមនុស្សគឺគេអត់នៅចាំយើងទេគឺគេត្រូវការភ្លាមមិនតទៅខ្វះមនុស្សមិនគេត្រូវការយើងអញ្ចឹងបើយើងនៅរេរទេគ្មានពីណាគេចាំទេឲ្យគេចាំ4-5ថ្ងៃអាទិត្យក្រោយបន្តទៅគ្មានពីណាចាំទេអានឹងខ្ញុំប្រាប់ឲ្យហើយគឺយើងត្រូវមានថ្ងៃណាគឺយើងទៅថ្ងៃហ្នឹងហ្មងមិនបាច់ចាំគិតច្រើនទេព្រោះយើងមុននឹងក្រោយគឺយើងគង់ទៅត្រូវអញ្ចឹងអានេះខ្ញុំមានតែប៉ុណ្្នឹងទេប្រាប់ញ៉ាទៅបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយបើថាសួរការងារគេ